បាទជំរាបសួរអ្នកគ្រូសាជាថ្មីម្ដងទៀតបាទអ្នកគ្រូសូមជម្រាបជូនឈ្មោះបន្តិចបានទេបាទចាអរគុណសម្រាប់វត្តមានអញ្ជើញមកថ្ងៃនេះខ្ញុំឈ្មោះណប់ស្រីណែតចាបាទណប់ស្រីណែតគឺជាអ្នកសម្របសម្រួលរបស់ក្លឹបបាល់ទាត់ Eagle Academy ហើយម្យ៉ាងទៀតថាគ្រូសាអន្ត្រីចាគ្រូសាអន្ត្រីបាទបងប្អូនបាទថ្ងៃនេះគឺអង្គភាពសារព័ត៌មាន ECTV New បាទ KM Hot New CI Cambodia ព័ត៌មានរាល់ថ្ងៃបាទគឺបានមកដល់សាខាកណ្ដាលនៃក្រុមបាល់ទាត់គ្រូសាអន្ត្រីបាទនេះគឺជាបាទ office របស់គាត់ណាបងប្អូនបាទ office បាទបាទoffice ហ្នឹងទំហំប៉ុន្មានដែរបន្ទប់ហ្នឹងតាមពិតទៅបន្ទប់នេះមានទំហំតែ3ម៉ែត្រ5ទេតឹង3ម៉ែត្រគុណ5ម៉ែត្របងប្អូនហើយបាទហើយមើលចោះសមាជិកបាទក្រុមបាល់ទាត់សិតសឹងតែជាអ្នកកីឡាទាំងអស់គ្នាមែនអត់បាទហាត់ប្រហែលឆ្នាំហើយហាត់មួយឆ្នាំហើយបាទអូហើយសិតតែស្រឡាញ់កីឡាទាំងអស់គ្នាមែនទេបាទឥឡូវបងប្អូនចង់ដឹងកាន់តែច្បាស់សុំចូលទៅកាន់បាទការិយាល័យកណ្ដាលរបស់គាត់បាទសុំជួយបាទអូបាទអូមានអូននេះឈឺទៀតណោះបាទមិនអូនគ្រោះថ្នាក់អីគេអូនថ្នាក់ចរាចរណ៍អូបងប្អូនហើយបាទអូនមកចូលមកក្នុងមកចូលមកក្នុងមកកូនបាទចូលមកក្នុងទាំងអស់មកបាទអាណិតណាអូនហើយប្រហែលថ្ងៃកូនបាទមួយខែមួយខែណោះបាទអរគុណបាទឥឡូវសម្រាប់សិនណាកូនណាបាទពូសូមសម្ភាសអ្នកគ្រូបន្តិចមកបាទអ្នកគ្រូមករហូតមកដល់ពេលនេះបាទមានអ្នកដែលមកវឹកហាត់នៅកីឡានៅការិយាល័យរបស់អ្នកគ្រូប៉ុន្មានអ្នកសរុបទាំងអស់ហ្មងចាការពិតទៅយើងនៅ Eagle Academy នេះយើងមានក្រុម4ក្រុមមានឈុត U10 ឈុត U12 ឈុត U14 និងឈុត U16 បាទចាអរគុណឥឡូវបងប្អូនចូលមកគៀកតិចបាទនេះបងប្អូនបាទគាត់មកចូលមកដល់បាទការិយាល័យកណ្ដាលរបស់គាត់បងប្អូនឃើញហើយបាទបន្ទប់ប្រហែលជា3ម៉ែត្រគុណនឹង5ម៉ែត្រប៉ុន្តែនេះគឺជាការិយាល័យកណ្ដាលហើយក៏ជាកន្លែងដែលស្ថាបនិករបស់យើងដែលកកើតឡើងនៃបាទគ្រូសាអន្ត្រីឥឡូវបងប្អូនកលេចមកមើលសម្ភារៈរបស់គាត់នេះបាទនេះសិតតែកីឡាបាទអូបាទឡើងចាស់បាទចាស់អស់ហើយហ្នឹងបាទបងប្អូនឃើញទេបាទអានេះប្រហែលជាប្រហែលឆ្នាំហើយកូនប្រហែលឆ្នាំហើយបាទ3ឆ្នាំបាទមើលអ្នកណាគេមេក្រុមនៅក្នុងហ្នឹងអូណោះឈ្មោះគេកូនខ្ញុំឈ្មោះធីរតអាយុប្រហែលឆ្នាំហើយ16ឆ្នាំហាត់កីឡាប្រហែលឆ្នាំហើយខ្ញុំលេងកីឡាតាំងពីអាយុ9ឆ្នាំមក9ឆ្នាំឥឡូវមានកូនក្រុមច្រើនទេមានច្រើនណោះមើលឥឡូវមើលមកចំណោមបាល់ទាំងអស់ហ្នឹងមួយណាដែលជាបាល់ដែលយើងហាត់ដំបូងទេណាបាទអូនេះណោះបាទបងប្អូនហើយមើលសភាពបាល់បាទបងប្អូនឃើញទេបាទសភាពបាល់នេះចាស់ជាងមុខខ្ញុំទៀតបាទមែនទេចាស់ជាងមុខពូអត់បាទនិយាយលេងណាអូខេឥឡូវសុំកាន់តិចឥឡូវបងប្អូនចង់ដឹងពីស្នាដៃរបស់បងប្អូនដែលគាត់តែងតែហាត់កីឡាមកចូលគីមកបាទនេះបងប្អូនមើលមេដាយកិត្តិយសនេះបងប្អូនមេដាយបាទនេះមេដាយរបស់គាត់គឺច្រើនណាបាទនេះជាមេដាយរត់ម៉ារ៉ាតុងរបស់មេក្រុមទានក្រុមអាកាដមីយើងអ៊ីដនហ្នឹងបាទហើយនេះគឺជាមេដាយទាំងអស់មានប៉ុន្មានច្រើនយើងមាន12 4 10ទាំងអស់12មេដាយ12មេដាយចុះពានដែលទទួលបានពីការប្រកួតពានរង្វាន់លើកទី1ដែលយើងទទួលបានយើងមានពានរង្វាន់ CJS មានចំណាត់ថ្នាក់លេខ1ចាហើយបន្ទាប់មកយើងមានពានរង្វាន់មួយទៀតគឺពានរង្វាន់ម៉ាកូពានរង្វាន់ម៉ាកូហើយនេះគឺជាសមិទ្ធផលរបស់អ្នកចាំទីល្អប៉ុន្តែសូមឲ្យទោសផងថ្ងៃនេះអ្នកចាំទីគាត់មានបញ្ហាសុខភាពគាត់មកអត់បានចាអរគុណណាស់អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបាទខ្ញុំនឹងបង្វែរអារម្មណ៍បងប្អូនទូទាំងជន បាទទៅតាមដាននៃកិច្ចសម្ភាសខ្ញុំបាទជាមួយនឹងអ្នកគ្រូនិងបងប្អូនដែលជាកីឡាករប្រចាំក្រុមគ្រូសាអន្ត្រីបាទសូមបដូរទីតាំងបាទសូមជួយចាបាទបងប្អូនជាទីគោរពនិងជាទីស្រឡាញ់បាទថ្ងៃនេះពិតជាមានកិត្តិយសណាស់ដែលបានមកជួបជាមួយនឹងវត្តមានអ្នកគ្រូបាទដែលជាស្ថាបនិកបង្កើតនៅក្រុមគ្រូសាអន្ត្រីបាទអរគុណហើយនេះបាទបងប្អូនប្រុសបាទមួយរូបបាទឈ្មោះអីគេកូនខុតមេងហួរបាទអាយុប្រហែលឆ្នាំហើយ14បាទលើតែគ្រោះថ្នាក់ចរាចរណ៍ណោះបាទអូបាទរឿងបានធូរនៅកូនធូរនៅគ្រោះថ្នាក់ចរាចរណ៍នោះស្របពេលដែលបងអូនទៅលេងកីឡាឬក៏យ៉ាងម៉េចដែរចេញមកពីលេងកីឡាវិញអញ្ចឹងហើយទៅលេងនៅណាដែរនៅក្រែមភ្នំពេញអូឆ្ងាយដែរណោះព្រោះទីតាំងទីស្នាក់ការកណ្ដាលរបស់អ្នកគ្រូមិញគឺស្ថិតនៅក្នុងភូមិដំណាក់បាទសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញ
បាទគឺនៅក្នុងបន្ទប់ជួលហ្នឹងរយៈពេលប្រហែលឆ្នាំហើយអ្នកគ្រូបាទ ចាក៏ប៉ុន្តែពេលខ្ញុំមកកាន់ទីតាំងនេះគឺរយៈពេល5ឆ្នាំហើយ 5ឆ្នាំហើយដើមហេតុដំបូងដែលធ្វើឲ្យមានកកើតឡើងនៃក្រមគ្រូសាអន្តរីគឺផ្ដើមមកពីចំណុចអ្វីដែរ ចាជាការពិតទៅខ្ញុំគឺជាគ្រូផ្នែកអក្សរសាស្ត្រ បាទ ម្នាក់ហើយគោលបំណងតែមួយដែលចាប់ផ្ដើមក្នុងការកកើតក្លឹបបាល់ទាត់ Eagle Academy នេះ បាទ គឺផ្ដើមចេញអំពីសហគមន៍របស់កុមារដែលបង្រៀនឲ្យខ្ញុំបានឃើញគាត់ថាគាត់កំពុងធ្វើអ្វីនៅក្នុងសកម្មភាពរបស់ក្រុមរបស់គាត់នៅក្នុងសហគមន៍នេះគឺគាត់តែងតែលេងបាល់នៅតាមថ្នល់ អូតាមខ្នល់ ចា ខ្នល់ខាងមុខ នៅ ហ្នឹង តាមចិញ្ចើមផ្លូវហ្នឹងហើយការព្រួយបារម្ភរបស់ខ្ញុំមួយដែលខ្ញុំមើលឃើញថាពួកគាត់កំពុងតែធ្វើសកម្មភាពលេងនៅតាមដងផ្លូវនេះនឹងបង្កឲ្យមានផលរំខានប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៅមករបស់អ្នកធ្វើដំណើរនៅតាមដងផ្លូវ បាទ ហេតុផលមួយដែលខ្ញុំមើលឃើញថាវាអាចនឹងបង្កការគ្រោះថ្នាក់ខ្ញុំក៏បានសម្របសម្រួលឲ្យកើតមានជាមួយនឹងកម្មវិធីលេងកីឡានៅក្នុងសហគមន៍តែម្ដងហើយជាការពិតមួយទៀតនោះគឺដោយសារតែយើងចង់ភ្ជាប់ទំនាក់ទំនងរវាងសហគមន៍កុមារដែលគាត់ធ្វើកិច្ចការងារខាងវិស័យកីឡាក៏យើងចង់ឲ្យការសិក្សាផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងវិស័យកីឡាដូចគ្នា បាទ ដោយសារកុមារទាំងអស់នេះគឺសិតតែជាកុមារនៅក្នុងសហគមន៍ក្បែរខាងតំបន់ផ្ទះគ្រូយើងនេះឯងហើយកុមារទាំងអស់នេះគឺសិតតែជាកុមារដែលកង្វះនៅឱកាសក្នុងការទៅរៀនបំពន់នៅសាលាឯកជនផ្សេងៗតាក់ទងនឹងការបំពេញវិជ្ជាក្រៅម៉ោងហើយនេះខ្ញុំក៏មានកំណត់រូបដើមមួយគឺចង់ឲ្យពួកគាត់បានទទួលឱកាសទាំងរៀនបំពន់ផ្នែកអក្សរសាស្ត្រក៏ដូចជាគណិតវិទ្យាដែលចំណុចខ្វះខាតរបស់គាត់នៅសាលារដ្ឋអញ្ចឹងយើងចង់បំពេញឲ្យគាត់ដោយស្របតាមគោលការណ៍នៃកីឡាបាល់ទាត់នេះដែរ បាទ ទាំងអស់នេះក្មេងៗទាំងអស់នេះចំនួនក្រោយទេ បាទ តែរៀមច្បងចំនួនមុនគាត់បានរីកធំធាត់ហើយគាត់អាចទៅក្នុងក្លឹប Academy ផ្សេងៗដូចជាក្លឹបថ្នាក់ជាតិអីផ្សេងៗ អូ មានចាព្រោះគោលបំណងដែលខ្ញុំបង្កើតកីឡានេះក្រៅពីការរួបរวมបង្កើតឲ្យកុមារទាំងអស់ហ្នឹងគាត់មានឱកាសចូលរួមលើវិស័យកីឡាហ្នឹងថែមទាំងផលិតគាត់ឲ្យក្លាយទៅជាកីឡាករឆ្នើមនៅក្នុងក្លឹប Academy ធំៗដូចជាក្លឹបបង្កេតក្លឹបTVAMI បាទ ហើយក្លឹបISI ក៏ដូចជាវិសាខាដែលយើងតែងតែបញ្ជូននឹងធ្វើការសហការជាមួយលំដាប់ថ្នាក់ក្លឹបទាំងអស់នោះព្រោះគោលបំណងតែមួយគត់គឺចង់ឃើញក្មេងៗទាំងអស់នេះមិនមែនត្រឹមតែជាក្មេងលេងនៅក្នុងសហគមន៍ទេគឺជាក្មេងដែលមានសមត្ថភាពកសាងសមត្ថភាពអភិវឌ្ឍវិស័យកីឡាដោយពិតប្រាកដ បាទបងប្អូនហើយនេះគឺជាធនធានមនុស្សដ៏សំខាន់មួយរូបដែលបង្កើតនៃក្រមបាទគ្រូសាអន្តរីបាទបងប្អូននេះដោយសារតែបងប្អូនគាត់ជាប់រវល់បាទនៅសិក្សាទេមែនទេ ចាចា ហើយរហូតមកដល់ពេលនេះបាទគឺក្រុមរបស់គាត់គឺទទួលបានពានច្រើនណាស់ដោយសារតែយើងមិនបានរៀបចំទុកឲ្យអស់ទេប៉ុន្តែគាត់តែពាននៅខាងមុខខ្ញុំនេះគឺមាន3ពានទៅហើយនឹងមានពានផ្សេងទៀតទេ ចាយើងមានមានច្រើនទៀត ការ ទេ ចាប់ផ្ដើមរហូតមកទៅបច្ចុប្បន្ននេះយើងទទួលបានជ័យលាភីពាន5 5 ចា បាទហើយបើនិយាយពីមេដៃវិញបងប្អូនហើយបាទខ្ញុំគាត់តែពាក់នេះចង់បាទផ្កាប់មុខហើយបាទ បាទណែច្រើនណាស់បងប្អូនហើយបាទខ្ញុំរៀបរាប់មិនអស់ទេមាននរណាគេដឹងមេដៃកិត្តិយសនេះបាទទាំងអស់ហ្នឹងអត់មានអត់មានអ្នកដឹងអត់អូបងប្អូនខាងនេះណោះណែអត់ព្រមលើកដៃទៀតបាទបងប្អូនប្រុសសូមជម្រាបជូនឈ្មោះម្ដងទៀត បាទខ្ញុំជាសួរ បាទ ឈ្មោះធីរតអាយុ16ឆ្នាំ 16ឆ្នាំបាទអញ្ចឹងពានទាំងអស់ហ្នឹងសរុបមេដៃទាំងអស់មេដៃកិត្តិយសសរុបទាំងអស់មានប្រមាណ 11គ្រឿង 11គ្រឿងបាទសូមលើកឡើងមើលសូមបង្ហាញតិចមើលបាទអានេះមេដៃអីគេដែរគាត់ នេះពានរង្វាន់ចំណាត់ថ្នាក់ បាទបង្ហាញទៅខាងមុខ ចំណាត់ថ្នាក់បែប7មករា បាទ ហើយមេដៃនេះមេដៃជ័យលាភីលេខ2យើងលេងពាន CJ បាទ បាទ អូ លេខ2ទាំងអស់បានលេខ2 3ឆ្នាំជាប់គ្នា 3ឆ្នាំ បាទ បាទអមួយបាទច្រើនបងប្អូន ចុំស្ពំបាទ បាទតាក់បង្ហាញមួយបាទបាទ នឹងសហព័ន្ធ បង្ហាញមួយជាប់បញ្ជាប់សិនអត់អី បាទហើយមេដៃនេះគឺខ្ញុំលេងពាននៅសហព័ន្ធបាល់ទាត់កម្ពុជាលេងតំណាងឲ្យក្លឹប TVAMI បាទ បានឆ្នាំថ្នាក់លេខ3 បាទចុះនេះវិញ កាលនេះពានរង្វាន់ PTT Junior ខាប់កាលដែលអត់ទាន់មានបញ្ហានៅចំនួនព្រំដែនគាត់
ប្រកាសព្រៀនរង្វាន់ PVC នេះឡើង អូ បានឆ្នះថ្នាក់លេខ បាទ 3 នេះពាន marker ឆ្នះថ្នាក់លេខ 3 ប្រកាសឡើងនៅសៀមរាប អូប្រកួតដល់សៀមរាបទៀត បាទដល់សៀមរាបនេះគឺ អូខេបន្តទៀតបាទ ពានរង្វាន់នេះខ្ញុំលេងឲ្យក្លឹបបាល់ទាត់ ISI និងកោសែនជ័យលេងជាមួយនឹងឆៃនីតៃប៉ែបានថ្នាក់លេខ 3 បាទលេខ1លេខ1អូខេតា លេខ 1 នេះគឺលេខ 1 ពានរង្វាន់ម៉ារ៉ាតុង បាទ ខ្ញុំរត់ម៉ារ៉ាតុង អរគុណបងអូនប្រុសបាទរហូតមកដល់ពេលនេះបងអូនចូលហាត់កីឡាបាទមកសដាក់មុខពូមកបាទមុខបងប្រុសក៏បានដែរមកបាទដាក់មកនេះទាំងអស់មកបាទរហូតមកដល់ពេលនេះបងអូនហាត់កីឡារយៈពេលប្រហែលឆ្នាំហើយ ខ្ញុំចាប់ផ្ដើមលេងកីឡាដំបូងចាប់ផ្ដើមពីអាយុ 9 ឆ្នាំ 9ឆ្នាំបាទមានការលំបាកដែរទេក្នុងការវឹកហាត់កីឡានេះ ជាទូទៅការលេងកីឡាតែងតែមានការលំបាក បាទ ការហាត់មានការប៉ះទង្គិចគ្នាទៅលើសាច់ដុំមានការបូតទង្គិចគ្នាហើយការលំបាកទី2គឺការធ្វើដំណើរព្រោះទីលានអាចនឹងឆ្ងាយពីផ្ទះរបស់យើងអញ្ចឹងការធ្វើដំណើរអាចមានផលលំបាក បាទដូចអ្វីដែលអ្នកគ្រូបានជម្រាបជូនអញ្ចឹងពីក្មេងៗរស់នៅក្នុងសហគមន៍ដែលជាក្មេងៗធ្លាប់លេងកីឡាទាត់សីបាទពីដើមឡើយគឺទាត់សីដក់ ចា បាទផ្ដើមចេញពីសីដក់នៅតាមដងផ្លូវដោយចំណុចមើលឃើញពីភាពខ្វះខាតរបស់បងប្អូនហើយក៏ខ្លាចប៉ះពាល់នៃការរំខានទៅកាន់ប្រជាពលរដ្ឋធ្វើដំណើរអ្នកគ្រូក៏បានបង្កើតជាក្រុមដើម្បីឲ្យបងប្អូនជាក់ស្ដែងដូចក្នុងថ្ងៃនេះគឺខ្ញុំបានមកដល់បាទបន្ទប់ជួលដែលហៅថាទីស្នាក់ការកណ្ដាលរបស់គាត់ដែលមានបន្ទប់ប្រមាណជា3ម៉ែត្រគុណនឹង5ម៉ែត្រដែលជាទីស្នាក់ការកណ្ដាលសម្រាប់បងប្អូនមកជួបជុំគ្នាកីឡាករទាំងអស់តាំងថ្នាក់ថ្នាលតូច ចាតាំងពីU10 បាទ U10 ចាក៏ពិតទៅយើងមាន U10 រហូតដល់ U ប៉ុន្មានដែរ ដល់ U16 U16 អញ្ចឹងថ្នាលបណ្ដុះបណ្ដាលមួយនេះថ្នាលអប់រំមួយនេះថ្នាលណែនាំឲ្យទៅស្រឡាញ់កីឡាមួយនេះបាទគឺមានបន្ទប់តូចអញ្ចឹងគោលដៅរបស់គាត់គឺចង់ឲ្យមានការស្នើសុំទៅកាន់ក្រុមហ៊ុនក៏ដូចជាអាដាមបាទលោកជំទាវលោកស្រីនាងកញ្ញាដែលមានបំណងស្រឡាញ់ទៅលើបងប្អូនដែលចង់បាននូវសុខភាពល្អគឺគាត់ហាត់កីឡាបែបនេះអញ្ចឹងគោលបំណងដ៏ធំរបស់អ្នកគ្រូនៅក្នុងថ្ងៃនេះជួយបញ្ជាក់បន្តិចបានទេនៅគោលបំណងសម្រាប់អ្នកគ្រូតបាទ ចាសូមគោរពអរគុណសម្រាប់លោកថ្នាក់ដឹកនាំក្តីនិងលោកជំទាវអស់លោកស្រីដែលមានសន្តានចិត្តនៅក្នុងក្តីស្រឡាញ់លើវិស័យកីឡាសម្រាប់នាងខ្ញុំទោះជាមានផលលំបាកដ៏ច្រើនលើសលប់ដែលកន្លងមក5ឆ្នាំនេះយើងពិតជារងនៅបញ្ហាលំបាកច្រើនណាស់ក៏ប៉ុន្តែហេតុផលតែមួយគត់គឺផ្ដើមដោយក្តីស្រឡាញ់វិស័យកីឡានិងផ្ដើមដោយការស្រឡាញ់ចំពោះក្មេងៗទាំងអស់នេះព្រោះយើងចង់ឃើញឲ្យក្មេងៗទាំងការសិក្សាផ្សារភ្ជាប់ជាមួយនឹងវិស័យកីឡាក្នុងសហគមន៍គឺដំណើរអភិវឌ្ឍដោយរីកចម្រើនទៅមុខអ្វីត្បិតតែបន្ទប់ទូចក៏ពិតមែនការចាប់ផ្ដើមនៅលើវិស័យកីឡានេះគឺដូចផ្ដើមដោយបាតដៃទទេរហូតមកដល់បច្ចុប្បន្នយើងបានសាងសមត្ថភាពដ៏ច្រើនទាំងវិស័យកីឡានៅក្នុងថ្នាលជាតិក៏ដូចជាអន្តរជាតិយើងបានចូលរួមប្រកួតប្រជែងគ្នាយ៉ាងអស់ពីចិត្តហើយអ្វីដែលយើងមើលឃើញថាកីឡាក្មេងកូនទាំងអស់នៅពីក្រោយខ្នងខ្ញុំនេះនិងក្មេងៗមួយចំនួនដែលអវត្តមានក្នុងការចូលរួមប៉ុន្តែពួកគាត់មានទឹកចិត្តពុះកញ្ជ្រោលនៅក្នុងការចង់កសាងអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើនទៅមុខទៀតហើយអ្វីដែលខ្ញុំរំពឹងគិតទៅលើថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីជួយឲ្យកូននេះទៅដល់គោលបំណងនិងសេចក្តីសម័យដែលគាត់នឹងក្លាយទៅជាកីឡាករអាជីពនៅថ្ងៃខាងមុខនេះតើត្រូវធ្វើយ៉ាងម៉េចបានលទ្ធភាពរបស់ខ្ញុំសប្តាហ៍ថ្ងៃគឺខ្ញុំជំរាបត្រង់អស់លោកស្រីជំរាបត្រង់គឺថាកំពុងតែជួបនៅផលលំបាកដ៏ច្រើនតាក់ទងនឹងការធ្វើដំណើរតាក់ទងនឹងការទៅហ្វឹកហាត់នៅទីលានគឺត្រូវការចំណាយច្រើនហើយឧបករណ៍សម្ភារៈកីឡាក៏យើងបានកំពុងតែចាស់ទៅហើយលទ្ធផលដែលយើងរំពឹងទុកថាយើងនឹងរកចំណូលដើម្បីជួយទៅលើការទិញសម្ភារៈកីឡាតាមរយៈការចុះរៀនចុះទៅបង្រៀនក្រុមគ្រួសារកុមារនិងការបង្រៀនដោយឯកជនភាពរបស់គ្រួសារនីមួយៗដែលគាត់បានអញ្ជើញខ្ញុំទៅធ្វើការបណ្ដុះបណ្ដាលដល់កូនរបស់គាត់នៅតាមផ្ទះក៏ចាប់ប្រាក់អស់នឹងហើយដែលខ្ញុំយកមកកសាងនិងអភិវឌ្ឍវិស័យកីឡាដើម្បីទ្រទ្រង់ដល់ស្ថានភាពក្រុមកីឡាបាល់ទាត់ Eagle Academy នៅក្នុងសហគមន៍គោកឃ្លៀងនេះចាហើយខ្ញុំក៏ខ្ញុំសង្ឃឹមថាគោលបំណងតែមួយគត់របស់ខ្ញុំនឹងបន្តឆ្ពោះព្រោះថាជំរាប
លោកប្អូនត្រង់ទៅខ្ញុំអាយុច្រើនហើយខ្ញុំ52ឆ្នាំហើយគោបំណងតែមួយគត់គឺស្រឡាញ់វិស័យកីឡាខ្ញុំចង់ឲ្យក្មេងៗដែលគាត់មានដងមានសមត្ថភាពទៅកាន់ក្លឹបអាជីពធំនិងទៅកាន់ការអភិវឌ្ឍតាមគោលបំណងរបស់គាត់តែមួយគត់គឺបំណងខ្លាយទៅជាកីឡាករថ្នាក់អាជីពនៅថ្ងៃខាងមុខចាដូច្នេះកន្លងមកយើងមានក្មេងៗដែលមានសមត្ថភាពពិតប្រាកដជាក់ស្ដែងដោយកូនប្រុសម្នាក់នោះគាត់បានឆ្លងកាត់ទៅលេងរហូតដល់នៅប្រទេសជប៉ុន ចាបានទៅលេងដល់ប្រទេសក្រៅដែរ គាត់បានទៅលេងប្រទេសជប៉ុនដោយការចាប់ដៃគូសហការជាមួយនឹង Siem Reap United ចាគាត់ក៏បានផ្ដល់ឱកាសឲ្យកូនប្រុសដែលមានសមត្ថភាពទៅកសាងសមត្ថភាពបន្ថែមទៀតហើយក្រោយមកទៀតយើងបានចូលរួមការប្រកួតក្លឹបសំទោសយើងបានចូលរួមការប្រកួតពានរង្វាន់ CPL Cup ជាមួយនឹងកូនប្រុសទាំងពីរនោះមួយបញ្ជួនច័ន្ទរិទ្ធស័ក្តិនិងមួយទៀតសែនបញ្ញាសុតគាត់ក៏ជាកីឡាករដ៏ល្អឯកលេងតំណាងឲ្យក្លឹបវិសាខាហើយថ្មីឥឡូវនេះយើងក៏បានបញ្ជូនកីឡាករ6រូបទៅកាន់ក្លឹបបង្កេតចាទៅបណ្ដុះបណ្ដាលបន្តនៅក្លឹបបង្កេតហើយក៏ចូលរួមសហការរៀបចំការប្រកួតពានរង្វាន់នៅមិនលើសពី2សប្តាហ៍ខាងមុខនេះទៀតទេដែលពួកគាត់នឹងអាចនឹងបង្ហាញខ្លួននៅក្នុងវត្តមានពានរង្វាន់ថ្មីមួយទៀតនៅកំឡុងពេល2សប្តាហ៍ខាងមុខនេះលេងតំណាងឲ្យក្លឹបបង្កេតចាហើយគោលបំណងតែមួយទៀតគឺនៅតែឆាបឆួលធ្វើការជំរុញលើកទឹកចិត្តដល់កូនបន្តទៀតនៅក្នុងសហគមន៍ដែលគាត់អត់មានឱកាសក្នុងការចូលរួមទៅលេងទៅទទួលសេវាហ្វឹកហាត់ពីថ្នាលអាជីពធំដូចជាការត្រូវបង់ប្រាក់ទៅសុខស្គូលនៅថ្នាលអាជីពធំនៅ Eagle កណ្ដាលភូមិនៃសហគមន៍ត្រីក្ររបស់នៃគោកឃ្លៀងយើងមានក្លឹបបាល់ទាត់មួយដែលកសាងសមត្ថភាពដោយសមត្ថភាពកុមារមានន័យថាកុមារនៅក្នុងក្លឹប Eagle នេះគឺជាស្ថានភាពកុមារដែលប្រើទស្សនៈរួមគ្នាមួយគឺកុមារដើម្បីកុមារចាកុមារដើម្បីកុមារគឺយើងធ្វើការតែកុមារគាត់កុមារគ្នាគាត់អាចបណ្ដុះបណ្ដាលគ្នាគាត់រហូតដល់កសាងសមត្ថភាពក្លឹបកីឡា Eagle នេះបានរឹងមាំផ្ដើមចេញពីយុវជនម្នាក់ដែលឈ្មោះនូនរៈធីរតនោះគាត់អតីតពី9ឆ្នាំដោយគាត់បានជំរាបបងអូនអញ្ចឹងគឺពី9ឆ្នាំមកគាត់គឺជាក្មេងម្នាក់ស្រឡាញ់កីឡាបន្ទាប់មកអាយុ16ឆ្នាំគាត់វិវត្តខ្លួនធ្វើជារៀមច្បងនៅក្នុងការគ្រប់គ្រងវិស័យកីឡាកម្រិតអាយុU10 និង U12 ហើយឥឡូវនេះដល់16ឆ្នាំនេះគាត់បានសាងសមត្ថភាពឲ្យជាមោទនភាពរបស់ Eagle គាត់គឺជានិមិត្តរូបរបស់ឥន្ទ្រីចាអញ្ចឹងនិមិត្តរូបរបស់ឥន្ទ្រីហ្នឹងគឺគាត់បានធ្វើគ្រប់យ៉ាងដើម្បីក្រុមរបស់គាត់នឹងហើយគាត់បានកសាងកីឡាករដោយខ្លួនឯងផ្ដល់ទៅឲ្យសហគមន៍របស់គាត់ដោយសេចក្តីស្រឡាញ់របស់គាត់ហើយគាត់បានសាងសមត្ថភាពជាមួយនឹងបងប្អូនកម្រិតពីអាយុ10ឆ្នាំទទួលពានជាហូហែរហូតដល់បច្ចុប្បន្ននេះចាឲ្យខ្ញុំក៏រំពឹងថាធនធានកីឡាករម្នាក់នេះហើយក៏ជាបេះដូងរបស់ក្មេងៗក្នុងសហគមន៍របស់យើងហើយនៅថ្ងៃខាងមុខនេះនៅក្នុងថ្ងៃកំឡុងថ្ងៃទី14ខាងមុខនេះយើងនឹងចូលរួមការប្រកួតពានរង្វាន់ម៉ាកនៅក្នុងកម្រិតអាយុ14ឆ្នាំហើយវត្តមានកូននេះគឺជាអ្នកចូលរួមចា៎អរគុណបងចា៎បាទអូយបាទបងប្អូនហើយបាទខ្ញុំបាទពិតជាមានមោទកភាពខ្លាំងណាស់ចំពោះបាទអ្នកគ្រូដែលបានបង្កើតនៅក្រុមនេះឡើងបើយើងក៏លេចមើលលទ្ធភាពនៅពេលនេះបាទគឺអ្នកគ្រូកំពុងតែមានស្ថានភាពបាទជួបការលំបាកហើយអញ្ចឹងក៏សូមស្នើសុំទៅដល់បាទអាដាមលោកជំទាវលោកស្រីនាងកញ្ញាដែលមានបំណងចង់ជួយទៅដល់បងប្អូននៅក្នុងសហគមន៍បាទគឺអាចធ្វើការតំណែងមកកាន់អ្នកគ្រូបានបាទគឺតំណែងដើម្បីជួយឧបត្ថម្ភជួយផ្ដល់ជាសម្ភារៈផ្សេងបាទមកកាន់អ្នកគ្រូផ្ទាល់បាទអញ្ចឹងនៅក្នុងក្រុមរបស់អ្នកគ្រូនឹងមានเพจផ្ទាល់ខ្លួនទេបាទចាក៏ប៉ុន្តែ Eagle Academy យើងមានเพจផ្ទាល់ខ្លួនមួយឈ្មោះថា Eagle Football ចា Football Team អញ្ចឹងបងប្អូនអាច search មើលបានហើយគឺនៅក្នុងเพจរបស់គាត់គឺមានឈ្មោះថា The Eagle ចា Eagle Team ចា The Eagle Football Team បាទអញ្ចឹងបងប្អូនអាច search មើលបានហើយបងប្អូនដែលចង់ឧបត្ថម្ភជាសម្ភារៈកីឡាឧបត្ថម្ភជាថវិកាសម្រាប់ឬក៏សម្លៀកបំពាក់បាទសម្រាប់ពុទ្ធគូនទៅដល់បងប្អូននៅក្នុងសហគមន៍នេះបាទឲ្យបងប្អូនស្រឡាញ់កីឡាឲ្យបានច្រើនបាទដើម្បីសុខភាពពួកគាត់និងងាកមកស្រឡាញ់ការសិក្សាដើម្បីជាថ្នាលបណ្ដុះបណ្ដាលនៃបាទសហគមន៍របស់យើងដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យកាន់តែរីកចម្រើនជាងនេះអញ្ចឹងនៅក្នុងថ្ងៃនេះក៏មិនមានអ្វីច្រើនដែរបាទខ្ញុំមានតែបាទសូមអរគុណទៅដល់បាទអង្គភាពសារព័ត៌មានបាទមាន ECTV News មាន KMM Hot News មាន
អង្គភាពបាទ CI Cambodia បាទអង្គភាពព័ត៌មានរាល់ថ្ងៃនិងអង្គភាព BRTV បាទដែលបានចុះផ្សាយនៅក្នុងថ្ងៃនេះហើយក៏សូមអរគុណសម្រាប់អ្នកគ្រូដែលបានផ្ដល់កិត្តិយសក្នុងការអញ្ជើញចូលរួមបាទសង្ឃឹមថាមានបងប្អូនឬក៏អាដាមលោកជំទាវនឹងធ្វើការតាក់ទងដើម្បីផ្ដល់នៅជំនួយមួយចំនួនទាំងសម្ភារៈកីឡាបាទទាំងថវិកានិងសម្ភារៈផ្សេងទៀតមានសម្លៀកបំពាក់ជាដើម ចា៎ បាទអរគុណណាស់អញ្ចឹងនៅក្នុងថ្ងៃនេះបាទខ្ញុំបាទក៏សូមអរគុណទៅដល់វត្តមានបាទអាដាមបាទលោកជំទាវបាទហើយអរគុណបងប្អូនទាំងអស់គ្នាណាបាទអរគុណចំពោះការចុះរួមបាទហើយជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាណាកូនណាបាទខិតខំប្រឹងរៀនទាំងអស់គ្នាសន្យាជាមួយនឹងពូបានអត់បាទផ្ទះដៃជូនខ្លួនឯងខ្លាំងមួយបាទអរគុណណាស់អរគុណបងប្អូនប្រិមិត្តដែលកំពុងតាមដានទស្សនាពីអង្គភាពសារព័ត៌មាន ECTV News បាទគណៈពេលនេះបាទខ្ញុំបាទអញ្ជើញបាទសូមអរគុណបាទសូមគោរពលា